ព្រំដែនថៃភូមាឡើងកម្ដៅកាន់តែខ្លាំងបន្ទាប់ពីយោធាមីយ៉ាន់ម៉ាបើកការវាយប្រហារយ៉ាងសន្ធប់ដោយដ្រូនអត្តឃាតប្រឆាំងនឹងក្រុមប្រដាប់អាវុធជនជាតិភៀតតិចការ៉ែនប៉ុន្តែគ្រាប់បានផ្លាតចូលទៅកំទេចផ្ទះពលរដ្ឋថៃរាជធានីបាងកកព្រំដែនថៃភូមាឡើងកម្ដៅកាន់តែខ្លាំងបន្ទាប់ពីយោធាមីយ៉ាន់ម៉ាបើកការវាយប្រហារយ៉ាងសន្ធប់ដោយដ្រូនអត្តឃាតប្រឆាំងនឹងក្រុមប្រដាប់អាវុធជនជាតិភៀតតិចការ៉ែនប៉ុន្តែគ្រាប់បានផ្លាតចូលទៅកំទេចផ្ទះប្រជាជនថៃមេបញ្ជាការកងទ័ពជើងគោកថៃភ័យស្លន់ស្លោប្រញាប់ប្រញាល់ទៅកាន់សមរភូមិមុខដើម្បីលើកទឹកចិត្តកងទ័ពនិងបញ្ជាឲ្យមានវិធានការសន្តិសុខយ៉ាងតឹងរឹងបំផុតនៅថ្ងៃទី26ខែមករាឆ្នាំ2026ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងកងទ័ពមីយ៉ាន់ម៉ានិងកងកម្លាំងប្រដាប់អាវុធជនជាតិភៀតតិចការ៉ែនបំបីខ្លួននៅទល់មុខភូមិម៉ែក្នូកែនភាសាសៀមថាម៉ែកនកែននិងភូមិហួយមហាវងភាសាសៀមថាហួយមហាវងក្នុងឃុំមហាវ៉ាន់ស្រុកម៉ែសូតនៃខេត្តតាកប្រទេសថៃកងទ័ពមីយ៉ាន់ម៉ាបានប្រើប្រាស់យន្តហោះគ្មានមនុស្សបែកឬដ្រូនអត្តឃាតជាច្រើនគ្រឿងរួមទាំងដ្រូនទម្លាក់គ្រាប់បែកដើម្បីកំណត់គោលដៅទីតាំងរបស់ក្រុមប្រដាប់អាវុធការ៉ែនក្នុងក្រុងមយ៉ូវឌីរដ្ឋកៃយិនភាសាភូមាថាកូរិនពីណែលជាប់ព្រំដែនថៃយ៉ាងណាតួលេខអំពីជនរងគ្រោះនៅតំបន់នេះមិនទាន់ដឹងនៅឡើយទេប៉ុន្តែរបាយការណ៍បង្ហាញថាទាហានមីយ៉ាន់ម៉ាព្យាយាមដណ្ដើមយកមូលដ្ឋានយោធាប៉ាសាក់ដែលកាន់កាប់ដោយក្រុមប្រដាប់អាវុធជនជាតិភៀតតិចការ៉ែនមិនបានជោគជ័យខណៈការប៉ះទង្គៀកគ្នាដោយប្រដាប់អាវុធបណ្ដាលឲ្យខូចខាតផ្ទះជនស៊ីវិលថៃមួយខ្នងអង្គុយឡើងនឹងអគ្គមេបញ្ជាការកងទ័ពជើងគោកថៃលោកផាណាក្លែងផ្លត់ធុកនិងប្រតិភូយោធាបានចុះត្រួតពិនិត្យនិងតាមដានស្ថានភាពសន្តិសុខរបស់កងកម្លាំងការពារព្រំដែនដោយផ្ទាល់យោធាថៃបានដំណើរទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យសានយ៉ៃលូឃុំម៉ែគូក្នុងស្រុកម៉ែស៊ូតនៃខេត្តតាគួរជំរាបថាស្ថានភាពនៅតាមបណ្ដោយព្រំដែនថៃភូមាពេលនេះមិនមែនជាការប៉ះទង្គៀកធម្មតានោះទេប៉ុន្តែវាបាននឹងកំពុងដុតរោលដល់សន្តិសុខព្រំដែនថៃយ៉ាងធ្ងន់ធ្ងរការប្រើប្រាស់ដ្រូនអត្តឃាតយ៉ាងសន្ធប់ពីសំណាក់របបសឹកមីយ៉ាន់ម៉ាណាមិនត្រឹមតែជាការប៉ុនប្រមាណកំទេចក្រុមការ៉ែនឲ្យរលាយខ្សលនោះទេប៉ុន្តែវាបានឆ្លងចូលដោយប្រអាយ៉យក្នុងទឹកដីថៃលើពីនេះវត្តមានផ្ទាល់របស់អគ្គមេបញ្ជាការកងទ័ពជើងគោកថៃនៃសមរភូមិមុខខេត្តតាមិនមែនជាការចុះសួរសុខទុក្ខធម្មតាទេប៉ុន្តែវាជាការត្រៀមលក្ខណៈដើម្បីសង្គ្រាមផងដែរតើថៃហ៊ានវីវកទៅភូមាវិញទេឬមួយបានត្រឹមហ៊ានក្រអើតក្រតូតដាក់តែជាមួយកម្ពុជា